សិស្សចំនួន11នាក់បានបញ្ចប់ការសិក្សាជាមួយគ្នាពួកគេក៏បានធ្វើដំណើរកម្សាន្តជាមួយគ្នាដែលស្ថិតក្នុងអំឡុងពេលពិធីចូលឆ្នាំខ្មែរដើម្បីអបអរសាទរការចាប់ផ្ដើមជីវិតថ្មីនៅជីក្រុងនៃខេត្តមួយមានផ្ទះឈើចាស់មួយដែលត្រូវបានបោះបង់ចោលនៅចុងភូមិគ្មាននរណាម្នាក់មកទីនេះទៀតឡើយក្រៅពីសិស្ស11នាក់នោះកាលនៅជាសិស្សពួកគេចូលចិត្តទៅទីនោះជុំគ្នាលាក់ខ្លួនពីពិភពខាងក្រៅចូលជេរគ្នាលេងសរសេរឈ្មោះរបស់ពួកគេលើជញ្ជាំងឈើនិងសន្យាថាមិនថាពួកគេបែកគ្នាទៅឆ្ងាយប៉ុណ្ណាក៏ដោយពួកគេនឹងត្រឡប់មកទីនេះវិញដើម្បីជួបជុំគ្នាពួកគេក៏បានឲ្យឈ្មោះកន្លែងនោះថាជំរកយើងថ្ងៃមួយពួកគេបានទទួលសារចម្លែកមួយចូលក្នុងទូរស័ព្ទរៀងៗខ្លួនជួបគ្នានៅជំរកយើងតែមួយយប់ប៉ុណ្ណោះគ្មានឈ្មោះអ្នកផ្ញើគ្មានលេខទូរស័ព្ទពួកគេគិតថាប្រហែលមិត្តភក្តិចាស់ណាម្នាក់ជាអ្នករៀបចំហើយដូច្នេះម្នាក់ក៏ធ្វើដំណើរទៅកាន់ជំរកនោះម្នាក់ម្ដងពួកគេក៏បានមកដល់ការសើចការអបគ្នានិងការរំលឹកអនុស្សាវរីយ៍ចាស់បានធ្វើឲ្យពេលវេលាហាក់ដូចជាមិនប្រែប្រួលតតែសោះនៅក្នុងផ្ទះមានតុកៅអីបានរៀបចំរួចជាស្រេចអាហារនៅក្តៅទៀនកំពុងឆេះវិទ្យុចាស់មួយកំពុងចាក់បទចម្រៀងដែលពួកគេចូលចិត្តការនៅរៀងគ្រប់គ្នាសម្លឹងមើលមុខគ្នាទៅវិញទៅមកនរណាគេជាអ្នករៀបចំគ្មាននរណាម្នាក់បានឆ្លើយទេពួកគេក៏នាំគ្នាអង្គុយជុំវិញតុប៉ុន្តែមានកៅអីមួយទំនេររួចក៏មានមនុស្សម្នាក់និយាយថាទុកកៅអីមួយសម្រាប់ប៊ុនធឿនផងគ្រប់គ្នាសើចសប្បាយហើយក៏បានថតរូបជាក្រុមមួយសន្លឹកផងដែរនៅជញ្ជាំងផ្ទះម្ខាងមាននាឡិកាចាស់មួយវាបានឈប់ដំណើរការត្រឹមម៉ោង 10:24 នាទីប៉ុន្តែគ្មាននរណាម្នាក់កត់សម្គាល់ទេនៅជ្រុងផ្ទះម្ខាងទៀតស្រីមុំនិងមិត្តភក្តិផ្សេងទៀតបានរកឃើញប្រអប់ឈើចាស់មួយនៅទីនោះស្រីមុំមានអារម្មណ៍ចម្លែកមួយកើតឡើងក្នុងខ្លួននាងដូចជាប្រអប់នេះមិនគួរនៅទីនោះទេតើនេះជាប្រអប់អ្វីតើយើងគួរបើកវាទេមិត្តភក្តិជុំវិញនាងសម្លឹងមើលគ្នាទៅវិញទៅមកអ្នកខ្លះងូក្បាលអ្នកខ្លះទៀតមិនហ៊ានមើលចំប្រអប់នោះសោះទីបំផុតនាងក៏សម្រេចចិត្តបើកវាដៃរបស់នាងចាប់ផ្ដើមញ័រខណៈពេលដែលកំពុងបើកគម្របប្រអប់នោះចេញនៅខាងក្នុងមានតែកាសែតចាស់មួយសន្លឹកដែលបានបិទទុកយ៉ាងស្អាតនាងក៏យកកាសែតនោះហើយលាតវាចេញយឺតលើកាសែតនោះមានចំណងជើងធំសរសេរថាគ្រោះថ្នាក់ចរាចរណ៍ស្លាប់សិស្ស10នាក់ក្នុងថ្ងៃទី13ខែមេសាឆ្នាំ2019គ្រប់គ្នានៅស្ងៀម10នាក់ពួកគេរាប់ចំនួនមនុស្សជុំវិញខ្លួនមាន10នាក់ពួកគេជ្រុះស្ងៀមមិនហ៊ានដកភ្នែកចេញពីកាសែតនោះក្រោមចំណងជើងមានបញ្ជីឈ្មោះសិស្ស10នាក់ដែលបានស្លាប់ក្នុងគ្រោះថ្នាក់នោះពួកគេបានអានឈ្មោះទាំងនោះម្នាក់បានបែរទៅមើលជញ្ជាំងឈើដែលពួកគេធ្លាប់សរសេរឈ្មោះខ្លួនកាលនៅជាសិស្សឈ្មោះទាំង10នៅលើជញ្ជាំងដូចគ្នាបេះបិទនឹងបញ្ជីក្នុងកាសែតនោះក៏បញ្ជាក់នៅម៉ោងដែលគ្រោះថ្នាក់កើតឡើងផងដែរ 10:24 នាទីដូចទៅនឹងនាឡិកាចាស់នៅជញ្ជាំងដែលឈប់ដើរប៉ុន្តែមានឈ្មោះតែមួយគត់ដែលមិនមានក្នុងបញ្ជីនោះប៊ុនធឿនជាមនុស្សម្នាក់គត់ដែលនៅមានជីវិតកាលពី6ឆ្នាំមុនក្រោយពេលត្រឡប់ពីពិធីបុណ្យចូលឆ្នាំខ្មែរឡានរបស់ពួកគេបានជួបគ្រោះថ្នាក់ចរាចរណ៍សិស្សសរុប10នាក់ត្រូវបានស្លាប់ភ្លាមអ្នករស់រានមានជីវិតមានតែម្នាក់គត់ចាប់តាំងពីថ្ងៃនោះមករៀងរាល់ឆ្នាំប៊ុនធឿនតែងតែត្រឡប់មកជំរកនេះគាត់រៀបចំតុ10ចាន10កែវ10កៅអីហើយអង្គុយរង់ចាំមិត្តភ័ក្តិរបស់គាត់ម្នាក់ឯងប៉ុន្តែយប់នេះគាត់លេងនៅម្នាក់ឯងទៀតហើយព្រឹកបន្ទាប់ជំរកចាស់នៅតែស្ងាត់ដូចរាល់ឆ្នាំគ្មានតុគ្មានអាហារគ្មានស្នាមជើងប្រៀបដូចជាគ្មាននរណាម្នាក់ធ្លាប់មកទីនេះតតែសោះនៅលើកម្រាលឈើមានរូបថតមួយសន្លឹកក្នុងរូបប៊ុនធឿនអង្គុយញញឹមម្នាក់ឯងនៅក្បែរតុប៉ុន្តែនៅពីក្រោយគាត់មានស្រមោលស្រាល10នាក់កំពុងឈរជុំវិញគាត់នៅខាងក្រោយរូបថតមានអក្សរមួយឃ្លាយើងបានមកជួបឯងហើយអ្វីដែលធ្វើឲ្យរឿងនេះកាន់តែចម្លែកនោះគឺប៊ុនធឿនក៏ទទួលបានសារនោះដូចគ្នាដែរ